ដល់នេះក៏ថាបានដឹងការពិតហើយក៏បានចេញមកម្ដងមួយហើយបងប្អូនហ្នឹងហើយអ្នកដែលបោកប្រាក់ជំនួយនិយាយរួមទៅក៏ថាព្រួញមួយបាញ់បានសัตว์100អញ្ចឹងណាអញ្ចឹងហើយបងប្អូនធ្លាប់តែឮចាស់តែងតែនិយាយថាហ្នឹងហើយយកអ្នកក្រយក100ស៊ីហ្នឹងហើយធ្វើស្រែលើក្នុងអ្នកក្រឥឡូវអានេះគឺជារឿងពិតដែលសង្គមយើងកំពុងតែបង្ហាញនិងជាក់ស្ដែងតែម្ដងបងប្អូនដោយសារតែរឿងប្រូវាសនាហ្នឹងហើយបានកាត់ឡើងមួយក៏ប៉ុន្តែធ្វើឲ្យមនុស្សខូចអ្នកដែលចូលចិត្តដើរធ្វើជំនួយមួយចំនួនគឺខូចអញ្ចឹងណាបងប្អូនចាគឺថាចេញមកម្ដងមួយសូម្បីតែបងស្រីសុភាបតឈរដែលជាជំនួយលក្ខណៈថាជាបរិសគេហៅថាបរិសសធឿម្នាក់ក៏ត្រូវបានចាញ់បោកសម្រាប់អ្នកធ្វើមុខរបររោជំនួយជួយជនក្រីក្រនឹងដែរអញ្ចឹងយើងបានដឹងធាតុពិតហើយបងប្អូនតើបរិសនឹងគឺជាអ្នកណានេះខ្ញុំធ្លាប់តែឮគេនិយាយណាបងប្អូនអាប់ជ្រួយដល់ទៅពេលខ្ញុំសើចមើលខ្ញុំឃើញមែនខ្ញុំសើចមើលឃើញតាំងពីម្សិលមិញក៏ប៉ុន្តែគាត់ថាយើងអត់ទាន់ហ៊ានផុសរូបឬក៏អត់ទាន់ហ៊ានធ្វើអីទេក៏ប៉ុន្តែក្នុងពេលឥឡូវនេះខ្ញុំបានឃើញគេផុសអញ្ចឹងបងប្អូនចាឃើញគេផុសច្រើនថាឈ្មោះហ្នឹងដូចមែនដូចអ្វីដែលបងស្រីបានសរសេរនៅក្នុង comment មែនអញ្ចឹងណាបងប្អូនចាជាធម្មតាហ្នឹងទេគេម្ចាស់ជំនួយហ្នឹងហើយគេមានមុខមាត់គេមានលក្ខណៈថាកិត្តិយសនិងឋានៈធំអញ្ចឹងណាបងប្អូនចាអញ្ចឹងគេមានលុយសម្រាប់ធ្វើជំនួយមួយឆ្នាំទៅប្រទេសកម្ពុជាយើងរាប់លានដុល្លារអញ្ចឹងគេអត់ល្ងងទេហ្នឹងហើយគេឲ្យអ្នកឯងចូលលុយទៅធ្វើជំនួយពិតប្រាកដអញ្ចឹងជាធម្មតាគឺគេមានក្រុមការងារគេសម្រាប់ស៊ើបអង្កេតពីក្រោយហើយអញ្ចឹងគេធ្វើជាអ្នកមានណាគេឈានជើងដល់អ្នកមានណាបងប្អូនចាគឺគេអត់ល្ងងទេអញ្ចឹងមិនមែនឲ្យអ្នកពួកអ្នកឯងមកបោកបានស៊ីស្រួលសាប់ទេហើយបោកអូខេបើសិនតែឧទាហរណ៍បងប្អូនដាក់គេជួយ10000អញ្ចឹងយើងយក200ទៅ300អត់បញ្ហាទេដោយសារតែគិតថា200ទៅ300អត់ទាំងនោះគឺថ្លៃចាក់សាំងផងថ្លៃកម្លាំងយកឈាមយើងផងដែលយើងអត់ដែលបានធ្វើការអីសោះអញ្ចឹងណាយើងគិតតែវីដេអូជំនួយជួយអ្នកក្រអញ្ចឹងអូខេមានអាណាគេថានឹងទេក៏ប៉ុន្តែលុយនេះខ្ញុំលើកជាឧទាហរណ៍ណាបងប្អូនណាលុយនេះឧទាហរណ៍តែបាន1000ក៏ប៉ុន្តែជួយជនក្រីក្របានតាំង20%ទៅ30%ដល់7 70%បានទៅលើខ្លួនឯងវាធូរម៉េចវាច្រើនខ្លាំងពេកលើសលប់ខ្លាំងពេកដែលចិត្តធឿទៅលើជនអ្នកក្រអាហ្នឹងគេតែងនិយាយថាយកអ្នកក្រយកប្រូស៊ីឬក៏គេគិតថាធ្វើស្រែលើក្នុងអ្នកក្រដូចរឿងសទ្ធីឌូបៃអញ្ចឹងបងសទ្ធីឌូបៃវាអត់បានទៅបោកអ្នកណាហ្នឹងទេបោកមហាជនហ្នឹងទេក៏ប៉ុន្តែវាលក្ខណៈថាបែបបោកទំនុកទុកចិត្តលក្ខណៈថាបោកទំនុកទុកចិត្តបោកបញ្ឆោតភ្នែកអាហ្នឹងគេហៅថាបោកបញ្ឆោតភ្នែកអូខេហ្នឹងហើយបោកបញ្ឆោតភ្នែកវារៀងនៅស្រាលហ្នឹងទេវារៀងនៅស្រាលជាងអាបោកបញ្ឆោតទាំងភ្នែកហើយបោកស៊ីទាំងលុយទៀតអញ្ចឹងណាបានលុយមកអញ្ចឹងទៅហ្នឹងហើយបញ្ឆោតភ្នែកឲ្យកុហកដូចលោកប្រូវាសនាគាត់បានចេញពីវីដេអូអញ្ចឹងណាខាងមុខកាមេរ៉ាគឺឲ្យខាងមុខកាមេរ៉ាហ្នឹងហើយប្រាប់ថាឲ្យ800000ដល់ទៅពេលខាងក្រោយក៏ហក់កហិនឯណានៃអត់ឲ្យសោះតែម្ដងអញ្ចឹងបងប្អូនចាអញ្ចឹងបានថាអូយបងប្អូនឯសង្គមមួយនេះគឺថាលុយគឺសាហាវណាស់ធ្វើអ្វីបានសពគ្រប់បែបយ៉ាងទាំងអស់តែម្ដងសូម្បីតែបងស្រីចិត្តធឿបងស្រីចិត្តប៉ុនដូចបងស្រីសុភាពបតឈរក៏ត្រូវចាញ់បោកពួកជនអស់នឹងដែរអញ្ចឹងវាគឺជាមេរៀនមួយសម្រាប់បងប្អូនអ្នកដែលចង់ធ្វើបែបមនុស្សធឿអញ្ចឹងណាបងប្អូនចាតិចបានហើយបងប្អូនខ្ញុំទទួលស្គាល់ថាពេលវេលាបងប្អូនគឺមានតម្លៃក៏ប៉ុន្តែកុំឲ្យវាស៊ីលើអ្នកក្រច្រើនពេកហ្នឹងហើយខ្ញុំទទួលស្គាល់ថាបងប្អូនត្រូវការចាក់សាំងចាក់ឡានហ្នឹងហើយចាក់ម៉ូតូឬក៏រ៉ូស៊ីជាប្រចាំខែរបស់បងប្អូនក៏ប៉ុន្តែកុំឲ្យដល់ថា1000វាបាត់អស់70 80%អីអញ្ចឹងណាជួយអ្នកក្រអីគឺថា70 80%ទៅ20%គេយកខ្លួនឯងទៅមានអាណាគេថាអីនឹងទេគេដឹងតាថ្លៃសាំងថ្លៃពេលវេលាថ្លៃកម្លាំងយកឈាមអញ្ចឹងណាយើងបានទាំងប៉ុនយើងបានទាំងលុយហើយពេលខ្លះអ្នកធ្វើជំនួយខ្លះគឺបានទាំងការឧបត្ថម្ភដូចធ្វើ content រឿងជួយអ្នកក្រីក្រអញ្ចឹងបានទាំងលុយនៅក្នុង Facebook បានទាំងអ្នកស្អីគេថាអីគេពាណិជ្ជកម្មអញ្ចឹងបងប្អូនចាំពាណិជ្ជកម្មអ្នកចង់ផ្សព្វផ្សាយគ្រឿងលាបមុខឬក៏គ្រឿងអីឡាក់អញ្ចឹងទៅអាហ្នឹងផ្សព្វផ្សាយពាណិជ្ជកម្មអញ្ចឹងបងប្អូនចាអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណ